ជំរាបសួរទូរទស្សនិកជននៅពេលនេះព័ត៌មានហងមានពេលរសៀលក៏បានត្រឡប់មកសាជាថ្មីហើយនៅក្នុងចាថ្ងៃសុក្រចាទី2ខែកញ្ញាឆ្នាំ2016ហើយថ្ងៃនេះគឺយើងនៅមានព័ត៌មានដែលត្រូវជម្រាបជូនទៅដល់ទស្សនិកជនផងដែរចាបាទហើយក្នុងនោះផងដែរព័ត៌មានរបស់ទូរទស្សន៍ហងមាសយើងគឺនៅតែរំលេចនៅព័ត៌មានដែលជាព្រឹត្តិការណ៍ថ្មីហើយថ្ងៃនេះក៏ជាថ្ងៃទី2នៃការដែលប្រជាពលរដ្ឋយើងត្រូវមានកាតព្វកិច្ចទៅចុះឈ្មោះបោះឆ្នោតបាទហើយយើងឃើញថាការពីថ្ងៃម្សិលមិញនេះថ្នាក់ដឹកនាំធំក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងដែលលោកបានមកពីពិនិត្យជំងឺមកពីសិង្ហបុរីអញ្ចឹងលោកក៏បានទៅធ្វើការចុះឈ្មោះបោះឆ្នោតរួចមកហើយដែរគឺសម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតហើយម្យ៉ាងមួយទៀតយើងឃើញថាការបោះឆ្នោតការទៅចុះឈ្មោះបោះឆ្នោតការពីថ្ងៃម្សិលមិញនេះគឺមានចំនួនប្រជាពលរដ្ឋយើងទូទាំងប្រទេសដែលបានទៅចុះឈ្មោះនេះគឺមានចំនួន 52,297 នាក់បាទគឺការិយាល័យទូទាំងប្រទេសតែម្ដងបាទហើយថ្ងៃនេះនៅពេលបានន័យថាចប់ការងារគឺខាងកោជបនឹងសរុបលទ្ធផលថាថ្ងៃនេះបានប្រមាណទេដែរបាទគឺថ្ងៃម្សិលមិញនោះគឺបានជាង 50,000 នាក់បាទប្រជាពលរដ្ឋរបស់យើងចាបាទហើយក្នុងការងារដែលយើងទៅចុះឈ្មោះបោះឆ្នោតនេះគឺជាកាតព្វកិច្ចដែលយើងជាពលរដ្ឋខ្មែរហើយក្នុងនោះផងដែរយើងឃើញថាការងារនេះគឺយើងធ្វើរយៈពេល3ខែដែលយើងជម្រាបជូនមកហើយគឺពីថ្ងៃទី1ខែកញ្ញារហូតទៅដល់ថ្ងៃទី29ខែវិច្ឆិកាចា៎បាទហើយការដែលយើងនឹងត្រូវបោះឆ្នោតជ្រើសរើសនៅក្រមប្រឹក្សាឃុំសង្កាត់តែម្ដងគឺនៅខែមិថុនាឆ្នាំ2017ឯណោះចា៎បាទអញ្ចឹងបានន័យថាយើងចុះឈ្មោះមុនហើយការវិយតម្លៃពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈបកនយោបាយរបស់យើងគឺឃើញថាវិយតម្លៃខ្ពស់ទៅលើបញ្ហានៃការចុះឈ្មោះនឹងព្រោះតែអាចយកជាការបានព្រោះឥឡូវវិវត្តហើយដោយខាងក្នុងនោះផងដែរយើងឃើញថាជប៉ុនបានជួយយើងច្រើនអំពីបញ្ហានៃការចុះឈ្មោះបោះឆ្នោតនេះគឺទាំងឧបករណ៍ទាំងអីហ្នឹងសម្ភារៈជាច្រើនបាទហើយខ្ញុំសូមបន្តនៅព័ត៌មានយើងក្នុងថ្ងៃនេះដែរឃើញថាកាលពីព្រឹកមិញនេះគឺសម្ដេចតេជោហ៊ុនសែនលោកបានអនុញ្ញាតឲ្យមានការជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាគឺកិច្ចជំនួបព្រឹកមិញនេះតែម្ដងគឺផ្ដោតសំខាន់ទៅលើបញ្ហាបំរែបំរួលអាកាសធាតុផងដែរចា៎បាទនៅព្រឹកថ្ងៃទី2ខែកញ្ញាឆ្នាំ2016នេះសម្ដេចតេជោហ៊ុនសែនបានអនុញ្ញាតឲ្យលោក Stephen Dion ដែលជារដ្ឋមន្ត្រីការបរទេសកាណាដាចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពលោក Stephen Dion បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាកាណាដាយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយកម្ពុជាក្នុងនាមជាប្រទេសដៃគូដែលត្រូវតែរឹតបន្តឹងមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាឲ្យបានរឹងមាំហើយកាណាដាពេញចិត្តសហការជាមួយនឹងកម្ពុជាអំពីបញ្ហាបំរែបំរួលអាកាសធាតុដែលប្រទេសនេះបានត្រៀមលុយជាង$2,600 លានគឺដើម្បីជួយដល់ប្រទេសក្រីក្រដែលរងការប៉ះពាល់ដល់ដោយសារតែបញ្ហាបំរែបំរួលអាកាសធាតុបាទបំរែបំរួលអាកាសធាតុយើងដឹងហើយមានរាំងស្ងួតទៅគ្រោះទឹកជំនន់ទៅហើយបញ្ហាមួយទៀតយើងឃើញថាបញ្ហាគ្រោះរញ្ជួយដីបច្ចុប្បន្ននេះនៅបណ្ដាប្រទេសនៅក្នុងអាស៊ានយើងនេះក៏មានជួបប្រទេសដែរដែលកន្លងទៅយើងឃើញថាភូមាមីយ៉ាន់ម៉ាបានជួបប្រទេសនៅគ្រោះរញ្ជួយដីនេះហើយក្នុងនោះសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណដល់លោក Stephen Dion ជាពិសេសគឺរដ្ឋាភិបាលនិងប្រជាជនកាណាដាដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបញ្ចប់សង្គ្រាមស្វែងរកសន្តិភាពនិងអភិវឌ្ឍដល់ប្រទេសកម្ពុជាហើយឆ្លៀតក្នុងឱកាសនោះផងដែរសម្ដេចតេជោបានមានប្រសាសន៍ជម្រាបជូនលោក Stephen អំពីគ្រោះធម្មជាតិដែលបានកើតឡើងនៅកម្ពុជាដូចជាគ្រោះរាំងស្ងួតខ្យល់កន្ត្រាក់ទឹកជំនន់និងរន្ទះបាញ់ដែលបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជាក្នុងឆ្នាំនេះដែលមិនធ្លាប់មានការពីពេលមុនមកសោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្រចែកចាយនិងផ្គត់ផ្គង់ទឹកស្ដាននិងជីកស្រះនិងអណ្ដូងជាច្រើននៅទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋ
អស់រយៈពេល60ថ្ងៃកន្លងមកនេះហើយនេះក៏ដោយសារតែបញ្ហាបំរែបំរួលអាកាសធាតុដែលជាកង្វល់រួមរបស់ពិភពលោកយើងតែម្ដងសម្ដេចតេជោបានស្នើឲ្យកាណាដាជួយដល់កម្ពុជាលើបញ្ហានេះផងដែរនិងបានស្នើសុំឲ្យបណ្ដាប្រទេសអភិវឌ្ឍទាំងឡាយមានការទទួលខុសត្រូវកាន់តែខ្ពស់ឡើងថែមទៀតពីព្រោះប្រទេសមួយចំនួននោះគឺប្រើប្រាស់ធនធានធម្មជាតិច្រើនដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បំរែបំរួលអាកាសធាតុនៅជុំវិញពិភពលោកតែម្ដងសម្ដេចតេជោបានស្នើដល់ប្រទេសកាណាដាឲ្យជួយដល់មជ្ឈមណ្ឌលមីណាស៊ៀននៅកម្ពុជានិងស្នើសុំបន្តការពិភាក្សាជាមួយក្រសួងការបរទេសកម្ពុជាដើម្បីរឹតបន្តឹងនៅចំណងមិត្តភាពនិងសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំរួមទាំងនៅក្នុងកម្រិតតំបន់និងពិភពលោកដែលនាំមកនៅប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរបាទនេះគឺសម្ដេចបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាកាលពីព្រឹកមិញនេះគឺផ្ដោតជាសំខាន់យើងឃើញថាបញ្ហាជាចម្បងនោះគឺការបំរែបំរួលអាកាសធាតុចា៎ហើយយើងឃើញថាបញ្ហានេះសម្ដេចបានលើកឡើងហើយគឺជាកង្វល់រួមរបស់ពិភពលោកយើងតែម្ដងមិនមែនថាបំរែបំរួលអាកាសធាតុមានតែកម្ពុជាទេចា៎គឺទូទាំងប្រទេសដែលនៅក្នុងពិភពលោកយើងនេះគឺតែងតែជួបនៅគេហៅថាវិបត្តិដោយសារតែគ្រោះធម្មជាតិនេះឯងបាទដូច្នេះក្នុងព័ត៌មាននេះខ្ញុំសូមបិទបញ្ចប់តែត្រឹមនេះហើយសូមបន្តព័ត៌មានមួយទៀតដែលនិយាយអំពីពលករខ្មែរយើងចំនួន23នាក់ដែលធ្វើការនៅប្រទេសម៉ាឡេស៊ីហ្នឹងគឺត្រូវបានអន្តរាគមន៍ឲ្យមកស្រុកកំណើតយើងវិញបាទឲ្យមកប្រទេសយើងវិញតែម្ដងគឺនៅព្រឹកថ្ងៃនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានណែនាំស្ថានទូតអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីអន្តរាគមន៍ជួយឲ្យមានការដោះលែងបាទពលរដ្ឋខ្មែរចំនួន23នាក់គឺក្នុងនោះមានប្រុស20នាក់និងស្រី3នាក់ដែលត្រូវប៉ូលីសចាប់ខ្លួននៅរដ្ឋខេដាប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី5ខែសីហាឆ្នាំ2016ដោយមូលហេតុធ្វើការខុសច្បាប់និងស្នាក់នៅហួសពេលកំណត់បាទរូបភាពយើងនេះគឺជារូបភាពឯកសារទេបាទដោយក្នុងនោះគឺដើម្បីរៀបចំឲ្យគាត់បានវិលមកប្រទេសកម្ពុជាយើងវិញនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះសេចក្តីប្រកាសបានឲ្យដឹងទៀតថាដោយមានសំណុំពរយ៉ាងទទូចរបស់ស្ថានទូតបាទអាជ្ញាធរម៉ាឡេស៊ីបានយល់ព្រមដោះលែងនិងដោយមិនបញ្ជូនពលរដ្ឋកម្ពុជាទាំង23រូបនេះទៅតុលាការទេដែលអាចនាំឲ្យជាប់ពន្ធនាគារជាច្រើនខែតាមច្បាប់របស់ប្រទេសម៉ាឡេស៊ីហើយតាមការទាមទាររបស់ស្ថានទូតនេះផងដែរឃើញថាថៅកែរបស់ម៉ាឡេស៊ីមានឈ្មោះថាHirul Amidullah បានយល់ព្រមចេញថ្លៃសម្បត្តិយន្តហោះជូនដល់ពលកររបស់យើងទាំង23នាក់ហ្នឹងបាទអញ្ចឹងរាល់ការចំណាយដែលត្រូវជិះយន្តហោះមកហ្នឹងគឺតកែនៅម៉ាឡេស៊ីហ្នឹងគាត់ជួយចំណាយទាំងអស់តែម្ដងហើយក្នុងនោះផងដែរពលរដ្ឋរបស់យើងទាំង23នាក់នេះគឺគាត់នឹងមកតាមជើងយន្តហោះគឺ AK 534នៅថ្ងៃទី7ខែកញ្ញាយើងខាងមុខនេះគឺវេលាម៉ោង3:55នាទីបាទនៅពលានយន្តហោះពោធិ៍តុងយើងតែម្ដងហើយក្នុងនោះផងដែរយើងឃើញថារាយនាមអ្នកពលកររបស់យើងនេះគឺនៅក្នុងខេត្តកញ្ចេះច្រើនតែម្ដងបាទខេត្តកញ្ចេះច្រើនគឺមានឈ្មោះទី1ដែលប្រជាពលរដ្ឋនៅខេត្តកញ្ចេះយើងអាចថាផ្សាយទៅអាចជួយបងប្អូនរបស់គាត់ដែរក្នុងនោះគឺមានឈ្មោះនីដិនភេទប្រុសបាទគាត់នៅខេត្តកញ្ចេះទី2មានឈ្មោះថាសុកហៀងលីបាទភេទប្រុសនៅមកពីខេត្តកញ្ចេះដែរទី3មានឈ្មោះថាកុយថារិនភេទប្រុសមកពីខេត្តកញ្ចេះទី4ឈ្មោះថាហុងស៊ីនឿនភេទប្រុសមកពីខេត្តកញ្ចេះទី5សេននិស័យភេទប្រុសមកពីខេត្តកញ្ចេះដែរទី6ម៉ៅសុភាបាទ
ភេទប្រុសគាត់មកពីខេត្តកោះចេះទី7គឺសុកសុវណ្ណារាភេទប្រុសមកពីខេត្តកោះចេះទី8គឺនៅសម័យភេទប្រុសមកពីខេត្តកោះចេះទី9នឿងរ៉ាឌីបាទគាត់ភេទប្រុសមកពីខេត្តកោះចេះដែរទី10គឺកឹមបញ្ញាភេទប្រុសបាទគាត់នៅខេត្តកោះចេះដែរទី11កុយលីដាគឺភេទប្រុសមកពីខេត្តកោះចេះទី12 Green Hand គឺគាត់ភេទប្រុសមកពីខេត្តកោះចេះដូចគ្នានិងទី13ទី13គឺលឿងពុទ្ធិរិទ្ធភេទប្រុសមកពីខេត្តកោះចេះទី14គឺសុកលៀងភេទប្រុសមកពីខេត្តកោះចេះទី15មីសុកវីភេទប្រុសគាត់មកពីខេត្តកោះចេះទី16គឺដិនឌីភេទប្រុសមកពីខេត្តកោះចេះទី17យេនសាងលេងភេទប្រុសមកពីខេត្តកោះចេះទី18បេនសុខាភេទប្រុសគឺមកពីខេត្តកោះចេះទី19គឺជាផល្លាភេទប្រុសគឺគាត់នៅខេត្តកណ្ដាលទី20គឺលួនម៉ានិតភេទប្រុសគាត់នៅខេត្តកោះចេះទី21គឺឯកសុកឡាតភេទស្រីបាទមកពីខេត្តកោះចេះដែរទី22គឺជ្រែកថុលភេទស្រីមកពីខេត្តកោះចេះនិងទី23គឹមគីគឺគាត់ភេទស្រីមកពីខេត្តកោះចេះនេះក៏ជាការជម្រាបជូនដល់ប្រជាពលរដ្ឋរបស់យើងឯខេត្តកោះចេះក៏លោថាមានឈ្មោះណាមួយដែលជាបងប្អូនរបស់គាត់យើងសង្ឃឹមថាគាត់នឹងមកដល់តាមជើងយន្តហោះគឺ AK គឺ AK 534នៅថ្ងៃទី7ខាងមុខនេះឲ្យបាទនៅវេលាម៉ោង3:55នាទីបាទអញ្ចឹងព្រោះថាយើងបានជម្រាបជូនឈ្មោះពលករដែលបានទៅធ្វើការនៅម៉ាឡេស៊ីដែលអាចថាជាបងប្អូនរបស់គាត់នៅឯខេត្តកោះចេះហ្នឹងអាចទំនាក់ទំនងមកទូរទស្សន៍ហងមាសយើងបញ្ជាក់បន្ថែមក៏បានឬក៏ទំនាក់ទំនងទៅគេហៅថាក្រសួងការបរទេសយើងក៏បានដើម្បីឲ្យដឹងព័ត៌មានបន្ថែមពីញាតិមិត្តរបស់ខ្លួនបាទអរគុណណាស់ខ្ញុំសូមបត់បញ្ចប់នៅព័ត៌មានស្ដីអំពីពលកររបស់យើងដែលនឹងត្រូវបញ្ជូនមកមាតុភូមិយើងវិញនៅថ្ងៃទី7ខែកញ្ញាខាងមុខនេះហើយជាបន្តសូមទុកទូនីតិនេះដល់ម៉ូលីដើម្បីបន្តព័ត៌មានរបស់យើងទៀតបាទចា៎អរគុណច្រើនឥឡូវនេះព័ត៌មានជាបន្តទៅទៀតនេះគឺលួចបារីបានសម្រេចហើយរត់មិនរួចចាម្ចាស់គេដេញផ្ដួលម៉ូតូក៏បានរត់ចោលបាត់ស្រមោលតែម្ដងជនសង្ស័យមានគ្នា2នាក់គឺបានធ្វើសកម្មភាពលួចបារីមួយឡាំងដ៏ធំខណៈដែលម្ចាស់ទុកលើម៉ូតូរួចក៏ដើរចូលបន្ទប់ទឹកហើយក៏បានសម្រេចហើយលួចចូលបន្ទប់ទឹកបានសម្រេចហើយក៏បានព្យាយាមជិះម៉ូតូរត់គេចខ្លួនតែគឺត្រូវបានម្ចាស់គេឃើញតន់ដេញតាមរហូតមកដល់ចំណុចខាងត្បូងវត្តអង្គតាមិញទើបជនសង្ស័យនេះជិះវាក់ជាមួយនឹងរថយន្តដែលធ្លាក់ចង្ហុកផ្អៀងមួយចំហៀងនៅគៀនផ្លូវក៏ផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែម៉ូតូនិងបារីនៅកន្លែងកាត់ហេតុកុំអីបានបាត់ទៅបាត់ហើយកុំបានជួបហេតុការណ៍មួយនៅមុខចាគឺកាលពីវេលាម៉ោង 10:02 នាទីព្រឹកនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2016គឺនៅចំណុចខាងត្បូងវត្តអង្គតាមិញដែលស្ថិតនៅផ្លូវបេតុងភូមិគោកចំបក់សង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យហើយបើតាមសម្ដីអ្នកដែលនៅកន្លែងកើតហេតុនោះបានដឹងថានៅមុនពេលកើតហេតុគឺគេបានឃើញបរិសម្នាក់ហ្នឹងបានដឹកបារីមួយឡាំងធំហើយបានឈប់ចូលបន្ទប់ទឹកដោយទុកបារីនៅលើម៉ូតូនៅចិញ្ចើមផ្លូវខណៈដែលចូលទៅក្នុងបន្ទប់ទឹកបាត់ក៏ស្រាប់តែមានជនសង្ស័យ2នាក់ជិះម៉ូតូសង្កេរ៉េមួយគ្រឿងពណ៌ក្រហមដែលពាក់ស្លាកលេខសេរីចាស់មកឈប់ក្បែរហើយក៏យកបារីនោះដឹកព្យាយាមជិះគេចខ្លួនហើយភ្លាមៗនោះម្ចាស់បារីក៏បានចេញមកអត់ទាន់ឃើញក៏ដេញចាប់ចាទើបស្រែកឆោឡោឡើងនិងតាមចាប់ពីចំណុចជាប់របងវត្តអង្គតាមិញរហូតបានប្រហែលជា300ម៉ែត្រទើបជនសង្ស័យនឹងជិះម៉ូតូវាក់ជាមួយនឹងរថយន្តកូរ៉េមួយគ្រឿងដែលបើកធ្លាក់ចង្ហុកហើយផ្អៀងមកខាងនៅចិញ្ចើមផ្លូវក៏បានស្ទះចរាចរណ៍ធ្វើឲ្យជនសង្ស័យនឹងពិបាកជិះម៉ូតូគេចទើបសម្រាប់ចិត្តផ្ដួលម៉ូតូទុកចោលហើយរត់បាត់តែម្ដងដោយបន្សល់ទុកជាមួយនឹងម៉ូតូហើយក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ចំចៃចាចឹងហេញណាម្ចាស់ម៉ូតូចាចង់បាននៅក្នុងឡាំងហ្នឹងមានបារីច្រើនក៏ដាក់យកទៅលក់យកទៅអីបានទេមើលទៅចាបើថាយកទៅជក់ទៀតមិនជិះមកឡាំងហ្នឹងជក់ចាធំណាចាអរគុណសូមបញ្ចប់ជាមួយនឹងព័ត៌មាននេះឥឡូវពីកម្មវិធីក៏សូមអញ្ញាតសម្រាប់បន្តិចសិនចា